slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I don't ever slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up, no I don't. តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាព្រឹត្តិការណ៍បាល់ទាត់ឬក៏ World Cup ដែលយើងគ្រប់គ្រងយ៉ាងកកកក្រែងសពថ្ងៃនេះដើមដំបូងឡើយតើវាមានប្រវត្តិមកពីណាខ្លះថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាមកដឹងហើយនឹងស្គាល់រឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍អំពី World Cup ដំបូងគេបំផុត World Cup ដំបូងបង្អស់គឺត្រូវបានរៀបចំឡើងនៅក្នុងឆ្នាំ 1930 នៅប្រទេសអ៊ុយរ៉ាហ្គាយកាលនោះមានប្រទេសចូលរួមតែ13ប្រទេសទេហើយម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយនេះឯងដែលជាអ្នកលើកពានក្រោយពីយកឈ្នះអាសង់ទីន 4-2 នៅក្នុងវគ្គផ្ដាច់ព្រាត់ចុះហេតុអ្វីបានគេបង្កើតវាឡើងគឺដោយសារតែពេលនោះកីឡាបាល់ទាត់មានគេគ្រប់គ្រងយ៉ាងខ្លាំងហើយ FIFA ចង់បង្កើតព្រឹត្តិការណ៍ផ្ដាច់មុខមួយដែលអនុញ្ញាតឲ្យកីឡាករអាជីពអាចចូលលេងបានដោយពេញលេញព្រោះកាលនោះកីឡាអូឡ িম্প ិកគឺអនុញ្ញាតឲ្យតែកីឡាករដែលស្ម័គ្រចិត្តតែប៉ុណ្ណោះស្ដាប់ទៅដូចជាធម្មតាមែនទេប៉ុន្តែនៅពីក្រោយព្រឹត្តិការណ៍នេះមានរឿងរ៉ាវចម្លែកមួយចំនួនដែលគេមិនសូវនិយាយដល់តោះយើងនឹងទៅស្ដាប់ទាំងអស់គ្នារឿងទី1ការធ្វើពហិការពីមហាអំណាចអឺរ៉ុបកាលនោះប្រទេសខ្លាំងៗនៅអឺរ៉ុបដូចជាអង់គ្លេសអ៊ីតាលីនិងអាល្លឺម៉ង់មិនព្រមទៅលេងទេហេតុផលដោយសារមកពីការជិះកប៉ាល់ឆ្លងសមុទ្រពីប្រទេសរបស់ពួកគេទៅអ៊ុយរ៉ាហ្គាយគឺចំណាយពេលវេលាយូរខ្លាំងពេកខ្លាចកីឡាករបាត់បង់ការងារនៅក្នុងស្រុកកំណើតរបស់ពួកគេព្រោះសម័យនោះពិភពលោកកំពុងតែមានវិបត្តិសេដ្ឋកិច្ចហើយមានតែ4ប្រទេសនៅក្នុងអឺរ៉ុបទេដែលព្រមទៅលេងមានដូចជាបារាំង បែលហ្សិក រូម៉ានីនិងយូហ្គោស្លាវីរឿងទី2ក្រុមដែលលេងវគ្គផ្ដាច់ព្រាត់ឆ្លោះគ្នាដោយសាររឿងបាល់មុនទាត់វគ្គផ្ដាច់ព្រាត់អាសង់ទីននិងអ៊ុយរ៉ាហ្គាយឆ្លោះគ្នាព្រោះមិនព្រមលះបង់ថាត្រូវយកបាល់អ្នកណាផលិតយកមកទាត់ជាចុងក្រោយ FIFA បានសម្រេចចិត្តថាតង់ទី1គឺឲ្យទាត់បាល់របស់អាសង់ទីនហើយតង់ទី2គឺទាត់បាល់ដែលផលិតឡើងដោយប្រទេសអ៊ុយរ៉ាហ្គាយវិញដូច្នេះគឺចែកគ្នាទាត់ម្នាក់មួយវគ្គដោយយុត្តិធម៌រឿងទី3អាញាកដាត្រៀមផ្លូវរត់គេចខ្លួនដោយសារតែអ្នកគ្រប់គ្រងប្រទេសទាំងពីរមានកំហឹងនឹងគ្នាសាហាវពេកអាញាកដាភ័យខ្លាចមានកុបកម្មរហូតទាមទារឲ្យមានកប៉ាល់មួយបញ្ឆេះម៉ាស៊ីនរងចាំនៅកំពង់ផែរួចជាស្រេចឲ្យតែផ្លុំកញ្ចែចប់គឺអាញាកដានឹងរត់គេចខ្លួនឡើងលើកំប៉ាល់តែម្ដងរឿងទី4អ្នកតតចោទីក្របចុងក្រោយឲ្យអ៊ុយរ៉ាហ្គាយឈ្នះពានគឺមានតែដៃម្ខាងតែប៉ុណ្ណោះគឺលោក Hector Castro គាត់គឺជាជនពិការដែលបាត់បង់កំពូលដៃស្ដាំតាំងពីអាយុ13ឆ្នាំមកម្លេះប៉ុន្តែនៅតែអាចជំនះឧបសគ្គខ្លាចជាកីឡាកររើសជាតិដ៏ឆ្នើមម្នាក់រឿងទី5 World Cup ឆ្នាំនោះគឺគ្មានវគ្គជម្រុះនោះទេក្នុងប្រវត្តិសាស្ត្រគឺមានតែឆ្នាំ 1930 តែមួយគត់ដែលប្រទេសចូលរួមទាំងអស់គឺបានមកពីការអញ្ជើញរបស់ FIFA ទាំងអស់ព្រោះកាលនោះអត់សូវមានអ្នកចង់លេងច្រើនទេអញ្ចឹងមានអ្នកណាស្ម័គ្រចិត្តទៅគឺឲ្យចូលលេងតែម្ដងមិនបាច់ជម្រុះប្រកួតនាំតែពិបាកទេទាំងអស់នេះហើយគឺជារឿងរ៉ាវពិតដែលលាក់ខ្លួននៅពីក្រោយ World Cup ជាលើកដំបូងគេបង្អស់អ្វីបិទតែមានឧបសគ្គនិងរឿងរ៉ាវចម្រូងចម្រាសច្រើនតែវាជាចំណុចចាប់ផ្ដើមដ៏អស្ចារ្យមួយដែលធ្វើឲ្យយើងមានព្រឹត្តិការណ៍បាល់ទាត់ World Cup ដ៏ធំបំផុតនៅក្នុងពិភពលោករហូតមកដល់សប្តាហ៍ថ្ងៃនេះអរគុណសម្រាប់ការតាមដានសូម follow សម្រាប់វីដេអូក្រោយ